អត្តចរិតប្តីប្រពន្ធណាកាំងណាអ្នកនរគ្នាគឺប្រពន្ធបោកក្អៅប្តីបត់ក្អៅប្រពន្ធធ្វើម្ហូបប្តីលាងចានប្រពន្ធបោសផ្ទះប្តីជូតផ្ទះការងារស្មើគ្នាតែធ្វើការដូចគ្នាមកវិញក៏ត្រូវតែធ្វើការដូចគ្នាដែរបើត្រូវធ្វើការងារផ្ទះយូមធ្វើអ្វីទាំងអស់គឺត្រូវតែស្មើគ្នា50តែម្ដងណាហើយគេមិនសូវប្រកាន់ការងារប្រុសឬក៏ការងារស្រីទេប៉ុន្តែបើការងារណាធ្ងន់ជាសភាពបុរសអីចឹងគឺគេផ្ដល់លទ្ធភាពឲ្យបុរសជាអ្នកធ្វើហើយបើបុរសនឹងមានទឹកចិត្តចឹងណាប្រពន្ធអាគាគេបានសួរខ្ញុំថាម៉េចប្តីអ្នកឯងហ្នឹងប្រើអ្នកឯងធ្វើការងារហ្នឹងមែនខ្ញុំថាអត់ផងយើងជួយគ្នាទៅវិញទៅមកចឹងណាគេសួរខ្ញុំចឹងណាគេសួរតទៀតថាមាន take turn អត់មានន័យថាឆ្លាស់គ្នាថ្ងៃនេះខ្ញុំលាងចានថ្ងៃស្អែកវេនគាត់លាងចានម្ដងអញ្ចឹងណាអ្នកនរគ្នាអូយប្រពន្ធអាកាំងនៅនេះហ่าអត់បានទេ50ហ្មងកាលណាគាត់លាងចានថ្ងៃហ្នឹងប្តីគាត់ត្រូវតែលាងចានថ្ងៃស្អែកលាងប្រគល់ថ្ងៃហ្នឹងប្តីគាត់ត្រូវតែលាងប្រគល់ថ្ងៃស្អែកការងារគឺត្រូវតែស្មើត្រឹមតែម្ដងលើមទិញទួយអត់បានទេលូតាំងពីព្រឹកដល់ល្ងាចតែប្រពន្ធខ្លះក៏អត់មាត់ស្លូតបោទៅចឹងគិតថាការងារយើងចេះតែជួយទៅគេរកចំណូលមកចូលផ្ទះចឹងបើយើងនៅផ្ទះយើងជួយធ្វើការងារផ្ទះខ្លះទៅការងារផ្ទះអ្នកនរគ្នាក៏មិនស្រួលមួយយ៉ាងដែរធ្វើតាំងពីព្រឹកដល់ល្ងាចខែមានបានជប់សម្រាកធ្វើការហត់ជាងអ្នកធ្វើការនៅអូហ្វីសទៀតហ្នឹងការងារផ្ទះมันអាចវាតម្លៃបានទេការងារផ្ទះហត់ណាស់ចាមើលហើយណាគឺអ្នកដែលចង់បានប្រពន្ធអាកាំងក៏មិនមែនស្រួលដែរមើលតែពាក្យសម្ដីគេសួរខ្ញុំតែដឹងហើយប៉ុន្តែបើអ្នកគិតថាល្អ50អូខេគឺគេឲ្យយើង50តែម្ដងស្រួលមួយយ៉ាងដែរតាអ្នកនរគ្នាប្រពន្ធអាកាំងណា